លោកបណ្ឌិតហ៊ុនម៉ាណែតនៃទៀបបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីកម្ពុជាជាផ្លូវការជាកូនប្រុសច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនសែននិងលោកស្រីប៊ុនរ៉ានីហ៊ុនសែនលោកបណ្ឌិតហ៊ុនម៉ាណែតប្រសូតនៅព្រឹកថ្ងៃទី20ខែតុលាឆ្នាំ1977ត្រូវនឹងឆ្នាំម្សាញ់ស្ថិតនៅភូមិសំរងត្បូងឃុំត្រៀកស្រុកម៉ែមុតហេត្តកំពង់ចាមដែលបច្ចុប្បន្នភូមិនិងឃុំនោះបានប្ដូរឲ្យនៅក្នុងរដ្ឋបាលខេត្តត្បូងឃ្មុំវេលាលោកប្រសូតនោះជាជំនាន់ដែលប្រទេសកម្ពុជាពុំមានសុខសន្តិភាពឡើយពលគឺប្រទេសស្ថិតនៅក្នុងរបបខ្មែរក្រហមបើតាមសៀវភៅដែលមានចំណងជើងថាកូនប្រុសច្បងនាយករដ្ឋមន្ត្រីដំណើរឆ្ពោះទៅបន្តវេនអ្នកនិពន្ធគឺលោកឆៃសុផលបានរំលេចឲ្យដឹងថាគ្រាលោកបណ្ឌិតហ៊ុនម៉ាណែតចាប់កំណើតក្នុងផ្ទៃម្ដាយទើបតែបាន5ខែលោកឪពុកពុំបាននៅក្បែរឡើយដោយឪពុកបានរត់គេចចេញទៅប្រទេសវៀតណាមយកជីវិតធ្វើជាដើមទុនដើម្បីបង្កើតចលនារំដោះជាតិចេញពីរបបប៉ុលពតនៅពេលប្រសូតមកហើយក៏មិនមានទឹកដោះបោគ្រប់គ្រាន់ត្រូវបានម្ដាយពររត់គេចខ្លួនឆ្លងកាត់ព្រៃទាំងយប់ដើម្បីឲ្យរត់ជីវិតពីការតាមសម្លាប់របស់កងឈ្លូបខ្មែរក្រហមចំពោះកាយសិក្សាវិញនៅក្នុងឆ្នាំ1980ដល់ឆ្នាំ1990កុមារាហ៊ុនម៉ាណែតបានសិក្សានៅសាលាបឋមសិក្សាកុមារីបច្ចុប្បន្នសាលាបឋមសិក្សានៅមធ្យមសិក្សាចតុមុខក្រោយមកចាប់ពីឆ្នាំ1990ដល់ឆ្នាំ1993លោកបានសិក្សានៅវិទ្យាល័យដូនពេញបច្ចុប្បន្នវិទ្យាល័យព្រះស៊ីសុវត្ថិលោកជាសិស្សពូកែគណិតវិទ្យាដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ1ទូទាំងប្រទេសផ្នែកគណិតវិទ្យានៅឆ្នាំ1995ដល់ឆ្នាំ1999លោកបានសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិកក្នុងទីក្រុង West Point សហរដ្ឋអាមេរិកដោយបានទទួលសញ្ញាបត្រនៅថ្ងៃទី29ខែឧសភាឆ្នាំ1999ហើយលោកក៏ជាជនជាតិកម្ពុជាដំបូងគេផងដែរដែលបានចូលរៀននៅសាលានេះជាការកត់សម្គាល់នៅក្នុងឆ្នាំ1995ពេលចាក់ចេញទៅរៀននៅអាមេរិកលោកបានចូលបម្រើកងទ័ពរួចទៅហើយនៅក្នុងកងយោធាពលខេមរៈភីមិន្ទនិងក្នុងឆ្នាំ1999ដែលជាឆ្នាំដែលលោកទទួលបានសញ្ញាបត្រនោះក៏កប់ជួនឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពទាំងស្រុងបន្ទាប់ពីកងទ័ពខ្មែរក្រហមចុងក្រោយនៅអន្លង់វែងបានចុះចូលជាមួយរដ្ឋាភិបាលនៅចុងឆ្នាំ1999នៅក្នុងឆ្នាំ2002លោកបានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិកឆ្នាំ2008លោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេសទាក់ទងនឹងចំណងអាពាហ៍ពិពាហ៍លោកបណ្ឌិតហ៊ុនម៉ាណែតបានជួបលោកស្រីពេជ្រច័ន្ទមូនីលើកដំបូងនៅរាជធានីភ្នំពេញនិងបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃអាទិត្យទី8ខែមករាឆ្នាំ2006និយាយពីភរិយារបស់លោកបណ្ឌិតហ៊ុនម៉ាណែតគឺលោកស្រីពេជ្រច័ន្ទមូនីបានបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេសផ្នែកសុខភាពសាធារណៈហើយលោកស្រីក៏ជាអនុប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានក្រុមដឹកនាំគ្រូពេទ្យនៃសមាគមគ្រូពេទ្យសមាជិកយុវជនសម្ដេចតេជោហៅកាត់ថា TYDA នៅក្នុងជីវិតអាពាហ៍ពិពាហ៍នេះលោកបណ្ឌិតហ៊ុនម៉ាណែតនិងភរិយាទទួលបានកូនប្រុសស្រីចំនួន3នាក់ជាចំណងដៃគឺកូនស្រី2នាក់និងប្រុសម្នាក់គឺកូនស្រីទី1ឈ្មោះហ៊ុនពេជ្រមូនីវ៉ាឡាក់កូនស្រីទី2ឈ្មោះហ៊ុនពេជ្រមូនីលីណានិងកូនប្រុសពៅឈ្មោះហ៊ុនពេជ្រមូនីរទ្ធីសិទ្ធចំពោះមុខតំណែងនិងអិសិករយុទ្ធដោយគិតពីឆ្នាំ90ជាងដល់ឆ្នាំ2022លោកបណ្ឌិតហ៊ុនម៉ាណែតមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធាពលខេមរៈភីមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មនិងជាមេបញ្ជាការរងនៃកងអង្គរនាយករដ្ឋមន្ត្រីនៃក្រសួងការពារជាតិលោកក៏ជាបេក្ខជននាយករដ្ឋមន្ត្រីជាសមាជិកអចិន្ត្រៃយ៍និងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាក្រៅប្រទេសលុះដល់ថ្ងៃទី22ខែសីហាឆ្នាំ2023នេះក៏បានទទួលសេចក្តីទុកចិត្តពីរដ្ឋសភាចូលកាន់តំណែងនាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជាជាផ្លូវការចំណែកកិច្ចការវាសង្គមវិញលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រូពេទ្យស្វ័យចិត្តយុវជនសម្ដេចតេជោហៅកាត់ថា TYDA ជាប្រធានគណៈកម្មាធិការអាហារូបករណ៍សម្ដេចតេជោហ៊ុនសែនដែលបានផ្ដល់ឱកាសអាហារូបករណ៍ដល់យុវជនកម្ពុជារាប់ពាន់នាក់បានសិក្សានៅសាកលវិទ្យាល័យនៅទូទាំងប្រទេស
កាលពីឆ្នាំ2008ដល់ឆ្នាំ2011លោកក៏បានដើរតួនាទីសំខាន់ក្នុងការចរចាផងនិងប្រើយុទ្ធសាស្ត្រប្រយុទ្ធនៅសមរភូមិផងខណៈពេលដែលកងទ័ពកម្ពុជាប្រឈមមុខខាងប្រដាប់អាវុធជាមួយនឹងកងទ័ពថៃនៅតំបន់ប្រាសាទព្រះវិហារជារួមចាប់តាំងពីបញ្ចប់ការសិក្សាមកលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានចូលរួមការងារនៅក្នុងសង្គមដោយប្រឡូកទាំងក្នុងរឿងនយោបាយនិងយោធាព្រមទាំងការងារសង្គមទាំងអាណាចក្រនិងពុទ្ធិចក្រដោយសារតែលោកមានស្នាដៃនឹងការទទួលខុសត្រូវយ៉ាងខ្ពស់ចំពោះការងារដូចនេះទើបលោកទទួលបានការតែងតាំងបន្តបន្ទាប់គួរបញ្ជាក់បន្ថែមថាថ្មីបច្ចុប្បន្នលោកបណ្ឌិតហ៊ុនម៉ាណែតជាកូនច្បងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជាតែមែនតើទៅលោកមានបងប្រុសម្នាក់ទៀតគឺលោកហ៊ុនកំសត់បានស្លាប់ពេលកើតមកនៅក្នុងឆ្នាំ1976នៅថ្ងៃទី10ខែវិច្ឆិកានិងប្អូនម្នាក់ទៀតបានរលូតនៅអាយុទើបតែបាន2ខែដោយសារអ្នកម្ដាយយកទឹកដាក់ពាងនៅផ្ទះនាក្រុងភ្នំពេញនៅឆ្នាំ1979ដូច្នេះលោកបណ្ឌិតហ៊ុនម៉ាណែតមានបងប្អូនប្រុសស្រីនៅសល់ចំនួន5នាក់គឺរូបលោកប្អូនប្រុស2នាក់និងប្អូនស្រី2នាក់ទៀតរួមមានលោកស្រីហ៊ុនម៉ាណាលោកហ៊ុនម៉ាណិតលោកហ៊ុនម៉ានីនិងលោកស្រីហ៊ុនម៉ាលីក្រៅពីនេះលោកក៏មានប្អូនស្រីចិញ្ចឹមម្នាក់ទៀតដែរឈ្មោះហ៊ុនម៉ាលីខ្ញុំបាទសូមអរគុណ